នេះបងប្អូនទស្សនភាពនៅក្នុងរដូវស្លឹកឈើជ្រុះប្រទេសជប៉ុនអត់បានបង្ហាញជូនផ្កាឡើងស្អាតមែនទែនចាអ្នកភូមិជនជាតិជប៉ុនណាគេដាំណាហើយពេលខែរដូវស្លឹកឈើជ្រុះអញ្ចឹងត្រឡប់វិញឃើញតែផ្លែទេពេញដើមអញ្ចឹងអស់ស្លឹកអលីងល្អមើលមែនទែនចាម្យ៉ាងដែរតើនៅជប៉ុននេះមានលំអផ្លែត្រឡប់នៅតាមប្រទេសឧស្សាហ៍គេញ៉ាំអត់អស់អញ្ចឹងណាហើយនៅទីផ្សារក៏សម្បូរដែរចាហើយសម្បូរសបាយហ្មងធ្វើជាចំណីបាក់សាបាក់សៃបានទៀតនៅក្នុងខែរងាហើយនេះប្រភេទផ្កាហ្នឹងចម្លែកចាផ្កាហ្នឹងគឺឃើញខុសគេចានៅតាមទីផ្សារកន្លែងគេលក់ផ្កាអីអត់មានទេពូជនឹងគ្រាន់តែឃើញភ្លាមស្វាមីនឹងខ្ញុំគាត់ហៅមកមើលចាគាត់ថាផ្កាហ្នឹងមានក្លិនក្រអូបថែមទៀតផងហើយគាត់អោនហិតណាយើងចូលចិត្តក៏មានក្លិនភាយក្រអូបមកដែរនិយាយទៅគាត់ឃើញហើយចង់បានពូជយកមកដាំដែរអញ្ចឹងណាបងប្អូនធម្មតារដូវស្លឹកឈើជ្រុះនៅក្នុងប្រទេសជប៉ុនយើងមើលឃើញផ្កាប្រភេទគីគឺរបៀបអញ្ចឹងដែរចាផ្កាគីគឺកច្រែងធំមូលប៉ោងអញ្ចឹងទៅមានគ្រប់ពណ៌គេដាំធ្វើកន្លែងទេសចរលំហែអញ្ចឹងណាហើយនេះប្លែកពីគេពីឯងហ្មងមិនដឹងគេបានពូជមកពីណាទេវាមានពណ៌រៀងពណ៌ផ្កាឈូកចាហើយមានលឿងលាយគ្នាទៀតណាបើផ្កាគីគឺហ្មងដូចអត់ធំក្លិនភាយក្រអូបមកអញ្ចឹងទេតែផ្កានេះសម្បីតែឈរចិត្តក៏ក្លិនក្រអូបហើយមានឃ្មុំមានអីនៅចិត្តនឹងខ្លះអញ្ចឹងណាចាហើយវារីកពេញទំហឹងស្អាតកន្លែងនេះគឺនៅចិត្តផ្សារទំនើបមួយកន្លែងណាផ្ទះជនជាតិជប៉ុនគេដាក់ដាំលម្អអញ្ចឹងទៅយើងបានមើលចាទៅផ្សារឃើញផ្ទះគេដាំស្អាតចូលមើលសិនហើយវីដេអូនេះគឺទុកយូរហើយចារវល់ពេកអត់បានបង្ហាញជូនបងប្អូនចានិយាយទៅអ្នកចូលចិត្តផ្កានេះមកដល់ពេញចិត្តស្ដោកចឹងហ្មងណានៅជប៉ុនអារម្មណ៍យើងគឺថាស្រស់ស្រាយទៅតាមរដូវកាលណាដល់ខែអីគឺចេញផ្កានឹងមកហើយគេដាំលម្អចឹងនេះផ្កាគីគឺកច្រែងហ្នឹងនៅខាងក្រោមនេះវាចាប់ដើមរួយទៅប៉ុន្តែផ្កាខាងលើវាចាប់ដើមរីកមកវិញចឹងណាហើយផ្កាគីគឺហ្នឹងវារីកមានច្រើនខែរបស់វាដែរផ្កាខ្លះខែ12អីរីកដែរហើយនេះថ្ងៃមួយផ្សេងទៀតនេះមកញ៉ាំបាយនៅហាងមួយនេះគេមានបង្គាបំពងចាញ៉ាំទៅជ្រលក់ជាមួយនឹងម៉ាយ៉ូណេប៉ុន្តែបើនាងខ្ញុំវិញចូលចិត្តច្របាច់ក្រូចឆ្មាចង់ជ្រលក់ដាក់ម្រេចតិចដូចយើងញ៉ាំបង្គាបំពងម្សៅនៅស្រុកខ្មែរប៉ុន្តែនៅនេះគេអត់មានដាក់ម្សៅអីទេគឺមកបង្គាបំពងអញ្ចឹងហ្មងឡើងឈ្ងុយឆ្ងាញ់ខ្លាំងមែនតើហើយនេះបែបម្ហូបជប៉ុនគេស្រួយទឹកស៊ីអ៊ីវមកអញ្ចឹងណាហើយត្រីធូណាគេជុះវាទៅជាម៉ត់មានពងត្រីមកទៀតនេះនិយាយទៅដាក់នៅក្នុងមួយចានហ្នឹងមានបាយនៅពីក្រោមមានស្រាយចាហើយនឹងមានខ្យងស្កាឡប់រសជាតិឡើងផ្អែមឆ្ងាញ់មានជាតិណាហើយនៅជប៉ុនគេញ៉ាំត្រីឆៅញ៉ាំគ្រឿងសមុទ្រឆៅបែបហ្នឹងគឺសុវត្ថិភាពអត់មានឈឺពោះអីទេបងប្អូនហើយយើងដាក់ជាមួយនឹងវ៉ាសាប៊ីញ៉ាំទៀតចឹងណាមានបន្លែមានអីគេរួយឲ្យយើងចាញ៉ាំបែប healthy food បែបសុខភាពល្អចាញ៉ាំអញ្ចឹងអត់ធ្វើឲ្យយើងលើសខ្លាញ់អាក្រក់នៅក្នុងរាងកាយអីទេសម្រាប់ជនជាតិជប៉ុនម្ហូបបែបជប៉ុនអញ្ចឹងគឺបែបប្រពៃណីរបស់គេចាញ៉ាំអញ្ចឹងទៅសុខភាពល្អអាយុវែងចាហើយក្មេងៗសម័យលើក៏ចូលចិត្តញ៉ាំបែបបំពងដែរមានដូចដលងពងមាន់ពងអីចឹងណាតែគ្រឿងអស់ហ្នឹងយើងញ៉ាំច្រើនពេកអត់បានទេញ៉ាំញឹកញាប់ពេកអត់បានទេហើយនេះមីសូបាដែលនេះខ្ញុំចូលចិត្តញ៉ាំដែរឈុតម្ហូបហ្នឹងមកមានមីសូបាអញ្ចឹងហ្មងទឹកស៊ុបគេឆ្ងាញ់ហើយនេះគឺទស្សនភាពនៅថ្ងៃគ្រីស្មាស់នៅក្នុងប្រទេសជប៉ុនគឺមានលក់នំខេកមានអីចឹងណាចាអ្នកណាចំខួបកំណើតចំគ្រីស្មាស់គឺបានញ៉ាំបែបហ្នឹងមានរូបតាណូអែលហើយមានជា strawberry ចាហើយរូបតុក្កតាគេស្អាតហើយមនុស្សម្នាមកតម្រង់ជួរតកាលណាថ្ងៃគ្រីស្មាស់អញ្ចឹងគឺគេចង់ញ៉ាំនំខេកញ៉ាំអីចឹងណាហើយយើងចង់បាននំខេកមួយដែរយកមកចម្រុះចាមានរសជាតិផ្សេងអញ្ចឹងហ្មងទៅស្រួលចាគេដាក់ Merry Christmas កាលហ្នឹងគឺឃ្លាននំខេកចាទាំងយប់ទៅដល់ហាងគេមនុស្សឡើងណែនហើយនេះរសជាតិចម្រុះគេដាក់ផ្គុំចូលគ្នាអញ្ចឹងទៅយើងចង់ញ៉ាំរសជាតិមួយណាយកមួយហ្នឹងមានតាំងពីកៅឡាក់អីទៀតណារសជាតិគេហ្នឹងសូកូឡា strawberry វ៉ានីឡាតែបៃតងម៉ាត់ចាអីចឹងទៅចាហើយនាងខ្ញុំភ្លក់គ្រប់តរសជាតិហ្នឹងនិយាយទៅមួយណាក៏បានដែរព្រោះចង់ញ៉ាំនំខេកអរគុណច្រើនសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយជម្រាបលា